អ្នកអរគ្នា skin លោកបាននៅសវចឹងគឺមានច្រើនខ្លាំងមែនទែនជាច្រើនហ្នឹងស្ដាប់ skin ស្អាតហ្មងតែអត់ទាន់ចេញនៅ global ទេដូចជា skin មួយហ្នឹងអញ្ចឹងខ្ញុំឃើញខ្ញុំឆ្លាញ់ហ្មង skin ហ្នឹងដូចជាចូលស្នាមចិននៃកាល2022ហើយជាប្រភេទ skin legend ទេដែលមានតម្លៃ1600ទៅ1400 token ហ្នឹងហើយ skin ហ្នឹងដែរចេញពីរពណ៌គឺពណ៌មួយទៀតគឺពណ៌ Q ហើយមើលទាំង recall មើលអីឡើង100ហ្មង skin គេឡើង premium ហ្មង global ក៏មាន skin ចូលស្នាមចិនមួយដែរតែ skin ហ្នឹងគឺ skin Honor Pass ទេអញ្ចឹងវាអត់សូវលយ quality ដូច skin នេះទេតោះឥឡូវយើងមកមើល sound skill effect ទាំងអស់គ្នាបន្តិចទៅហ្មងខ្ញុំឆ្លាញ់ skin ហ្នឹងខ្លាំងហើយនៅមានពណ៌ខៀវមួយទៀតតែខ្ញុំអត់បានចូល record ទេ skin ហ្នឹងក៏ខ្ញុំឃើញយូរហើយដែរប៉ុន្តែទើបខ្ញុំចាប់អារម្មណ៍ឃើញ page បរទេសគេផុសអំពី skin ហ្នឹងអញ្ចឹងណាខ្ញុំក៏ចេះយកមក review ឲ្យអ្នកនរគ្នាមើលទៅប្រហែលសង្ស័យថា skin ហ្នឹងអាចនឹងចេញនឹងឆ្នាំក្រោយហ្នឹងដែរមិនដឹងអ្នកនរគ្នានេះគ្រាន់តែសង្ស័យណាព្រោះ skin ហ្នឹងចេញយូរហើយដែរចេញចូល3ឆ្នាំហើយអញ្ចឹងល្មមតែចេញ global ហើយ skin ហ្នឹងក៏មិនមែន free មិនមែនចាប់ event អីដែរគេដាក់លក់ក្នុង store ទេអញ្ចឹងមានរងចាំមើលសិនទេអ្នកនរគ្នាចាំមើលមានព័ត៌មានអីបន្ថែមពី skin ហ្នឹងខ្ញុំនឹងធ្វើវីដេអូប្រាប់អ្នកនរគ្នា想要